ចាថ្ងៃនេះគឺខ្ញុំបានលើកយកមុខម្ហូបមួយមុខយកមកចែកជូនបងប្អូនទស្សនាគឺស្ងោរជ្រក់ឆ្អឹងជំនីជ្រូកដែលមានរសជាតិឆ្ងាញ់ហើយគឺឆ្អឹងជំនីគឺទិញមកយើងកាប់លាងឲ្យស្អាតយើងកាប់ទូចៗល្មមប៉ុណ្ណឹងមកមិនទូចពេកមិនធំពេកហើយយើងយកមានជាប់ខ្លាញ់ចឹងមកស្អាតហ្មងហើយកាប់លាងទឹកឲ្យស្អាតចឹងមកនេះគឺជារំដេងយើងដំឲ្យស្អាតប៉ុណ្ណឹងមកមិនបាច់ម៉ត់ស្លុងយកទៅបុកទេយើងលាងឲ្យស្អាតនេះគឺជាស្លឹកគ្រៃបើបានកាត់ថ្មីគឺកាន់តែល្អហើយយើងហាន់តូចខ្លាចថាពិបាកញ៉ាំទៅវាទៅចោះទៅឡើងចឹងយើងគ្រាន់តែដំឲ្យទុកមកហើយយើងកាត់កង់ចឹងមកជាការស្រេចហើយបងអូនហើយយើងក៏មានខ្ទឹមក្រហមបន្ថែមទៀតដែរបងអូនយកខ្ទឹមក្រហមបកសំបកមកហើយដំឲ្យទុកចឹងមកបងអូនហើយមិនបាច់យកទៅបុកឲ្យម៉ត់ឈឹងទេបងអូនហើយយើងដាក់ដាំទឹកឲ្យពុះហើយដាក់ម្ជូរអំពិលដាក់ដេងស្លឹកគ្រៃខ្ទឹមក្រហមស្លឹកក្រូចហ្នឹងហើយបងអូនគឺយើងដាក់ចូលចឹងរួចហើយគឺជាការស្រេចហើយបងអូនសម្រាប់ការដាំទឹកដំបូងនៅពេលទឹកពុះខ្លាំងចឹងហើយដាក់គ្រឿងក្រៅចឹងហើយគឺយើងដាក់សាច់ឆ្អឹងជំនីរបស់យើងចូលទៅស្ងោរទៅណាបងអូនហ្នឹងហើយយើងដាក់ចឹងមករួចហើយយើងដាក់គ្រឿងបងអូននេះគឺការដាក់គ្រឿងបន្ថែមដាក់តាមចំណង់ចំណូលចិត្តយើងប៉ុន្តែសាបប្រៃគឺត្រូវតែប្រយ័ត្នដោយខ្លួនឯងហ្នឹងហើយពេលដែលពុះស្ងោរពុះចឹងមកយើងដឹសពពុះនឹងចេញទៅបងអូនទុកនាំទៅធំក្លិនទេយើងដុសវាចេញឲ្យអស់ចឹងមកយើងរំងាស់វារហូតដល់តែរៀងផុយចឹងមកនេះរីងទឹកហើយបងអូនហើយយើងក៏បានដាក់ម្ទេសចូលម្ទេសហ្នឹងគឺយើងយកទៅបុកចឹងណាបងអូនឲ្យវាហឹរហើយយើងថែមស្លឹកក្រូចទៀតចឹងមកដើម្បីឈ្ងុយខ្លាំងហ្នឹងណានេះគឺដាក់រ៉តឌីចូលដាក់គ្រឿងក្រៅបន្ថែមដាក់ទឹកត្រីហើយយើងកូរពេលដំបូងឡើយហ្នឹងយើងដាក់ស្ងោរហ្នឹងគឺយើងបង់អំបិលតិចផងបងអូនហើយបើយើងចាំប្រើតែទឹកត្រីសុទ្ធគឺវាអាចនឹងឆ្ងាញ់អត់ឆ្ងាញ់យើងប្រើអំបិលខ្លះទៅដើម្បីកុំឲ្យភ្លាវបងអូនហើយនេះគឺយើងដាក់ជីជាការស្រេចចុងក្រោយយើងដាក់ម្ទេសម៉ត់ទៀតមកសម្រាប់អ្នកដែលចូលចិត្តហឹរបងអូនហ្នឹងហើយអានេះម្ទេសលីងអរគុណច្រើនបងប្អូនដែលបានចូលស្ដាប់ទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ក៏សូមឲ្យពុកម៉ែបងប្អូននៅតាមគេហដ្ឋាននិងអ្នកដែលកំពុងទស្សនាផងដែរនេះក៏សូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលគ្រប់វេលាអរគុណច្រើនជម្រាបលា